បើសម្រាប់នៅប្រទេសជប៉ុននេះសម្រាប់បងឯមតែស្រួលធ្វើបំផុតបើសម្រាប់ខ្ញុំវិញគឺបបរសណ្តែកហ្នឹងហើយបងប្អូនទាំងគ្នាគឺស្រួលធ្វើខ្លាំងមែនតើហើយបើសម្រាប់រសជាតិវិញឆ្ងាញ់ខ្ញុំចូលចិត្តហើយណាមួយសណ្តែកក៏យើងទុកបានយូរអញ្ចឹងណាហើយបើសម្រាប់ខ្ញុំវិញនិយាយទៅអត់ដាច់ទេមួយខែហ្នឹងធ្វើហូបម្ដងហើយបើប្តីខ្ញុំឲ្យឃើញខ្ញុំធ្វើហូបគឺនឹងគាត់ពេញចិត្តទេដែរពួកហ្នឹងបានម៉ែមហូបអញ្ចឹងណាហើយបើសម្រាប់ប្តីខ្ញុំគាត់នៅប្រទេសគាត់អត់សូវមានទេម៉ែឯមនេះខ្មែរយើងអញ្ចឹងណាក៏ប៉ុន្តែដល់ពេលខ្ញុំអាសាធ្វើគាត់ហូបអញ្ចឹងទៅក៏គាត់ដឹងរសជាតិចូលចិត្តអីអញ្ចឹងទៅហើយបើការហូបរបស់ប្តីខ្ញុំគឺហូបច្រើនជាងខ្ញុំទៀតបើថាខ្ញុំទៅអស់កន្លះចាននេះប្តីខ្ញុំមួយចានគ្រូអញ្ចឹងទៅនិយាយទៅគាត់ហូបដូចបបរអញ្ចឹងណាគាត់ថាហ្នឹងគេហូបអញ្ចឹងហើយបើនៅខ្មែរយើងគេហូបមួយកូនចាននេះប្តីខ្ញុំហូបម្ដងមួយចានគ្រូហើយបើសម្រាប់ការធ្វើបបរសណ្តែកខៀវនេះគឺស្រួលខ្លាំងមែនតើហើយសំខាន់គឺយើងរំងាស់សណ្តែកឲ្យវាបានផុយល្អទៅយើងដាក់ថ្មិញអាណាអីអញ្ចឹងទៅណាហើយយើងដាក់ស្ករផ្អែមតាមការយើងចូលចិត្តអញ្ចឹងទៅហើយបើសម្រាប់ថ្ងៃនេះអត់មានផ្នែកត្រីមានតែផ្នែកថ្មិញអាណាហើយបើសម្រាប់ខ្ទិះដូងយើងវិញបើសម្រាប់ខ្ញុំដាក់ខ្ទិះដូងក្នុងបបរសណ្តែកម្ដងហើយខ្ញុំធ្វើទឹកខ្ទិះដូងនៅខាងក្រៅម្ដងទៀតហើយសម្រាប់ទឹកខ្ទិះដូងហ្នឹងយើងដាក់ស្ករសរៀងផ្អែមអញ្ចឹងទៅពេលយើងស្រូបជាមួយបបរសណ្តែកយើងគឺចាប់ជាតិខ្លាំងមែនតើហើយបើនិយាយទៅរសជាតិនេះគឺចូលចិត្តហូបខ្លាំងមែនតើ